មហាជនដាក់ចម្ងល់ជំវិញការនាំចូលទំនិញបង្កកនិងគ្រឿងសមុទ្រតាមច្រករបៀងក្នុងបង្គោលលេខ105ឃុំរួងស្រុកមេមត់ខេត្តត្បូងឃ្មុំដឹកចូលមកតាមច្រកដងរត់លក្ខខណ្ឌបរដ្ឋសំណុំពរឲ្យស្ថាប័នជំនាញចុះត្រួតពិនិត្យមើលគុណភាពនិងការបង់ពន្ធឲ្យបានត្រឹមត្រូវខេត្តត្បូងឃ្មុំប្រជាពលរដ្ឋក៏ដូចជាអ្នកតាមដានស្ថានភាពក្នុងមូលដ្ឋានបានសម្ដែងការព្រួយបារម្ភនិងដាក់ជាចម្ងល់ជាខ្លាំងជំវិញសកម្មភាពនៃការនាំចូលទំនិញឆ្លងដែនខុសប្រក្រតីមួយចំនួនដូចជាត្រីគ្រឿងសមុទ្រនិងទំនិញបង្កកផ្សេងៗដែលត្រូវបានដឹកជញ្ជូនតាមរថយន្តច្រកបេនិងធុងស្នោយកមកចែកចាយលើទីផ្សារឯទឹកដីខេត្តត្បូងឃ្មុំនិងបណ្ដាស្រុកនានាដោយហាក់បីដូចជាមិនមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវពីសំណាក់មន្ត្រីជំនាញនៅឡើយប្រភពព័ត៌មានពីប្រជាពលរដ្ឋនិងសេចក្តីរាយការណ៍ពីមន្ត្រីក្នុងមូលដ្ឋានមួយរូបដែលសូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថាសកម្មភាពនាំចូលទំនិញទាំងអស់នេះភាគច្រើនធ្វើឡើងនៅចន្លោះម៉ោង12ពេលយប់រហូតដល់ជិតភ្លឺដែលស្ថិតក្នុងបង្គោលលេខ105ឃុំរួងស្រុកមេមត់ខេត្តត្បូងឃ្មុំអ្វីដែលក្តីបារម្ភជាចម្បងរបស់មហាជនគឺទំនិញទាំងនេះជាប្រភេទគ្រឿងសមុទ្រនិងសាច់បង្កកផ្ទុកក្នុងកេស្នោរសារភាពត្រជាក់និងខ្លះទៀតនៅក្នុងបាវអ្នកដឹកជញ្ជូនដឹកចូលពីវៀតណាមយកមកចែកចាយនៅលើទីផ្សារករណីនេះបានបង្កើតជាសំណួរជាច្រើនពីមហាជនមួយតើទំនិញបង្កកនិងគ្រឿងបរិភោគទាំងអស់នេះមានបន្ទុកសារធាតុគីមីហាមឃាត់ដែលអាចប៉ះពាល់ដល់សុខភាពពលរដ្ឋដែរឬទេ2ការនាំចូលទំនិញក្នុងបរិមាណច្រើនជារៀងរាល់ថ្ងៃបែបនេះបានឆ្លងកាត់ការបង់ពន្ធគយត្រឹមត្រូវដើម្បីបង្កើនជាចំណូលរដ្ឋដែរឬទេឆ្លើយតបនឹងក្តីកង្វល់នេះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសូមគោរពអំពាវនាវយ៉ាងទទូចលើអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំកបបមន្ត្រីជំនាញជលផលក៏ដូចជាមន្ត្រីអាជ្ញាធរពាក់ព័ន្ធមេត្តាចុះធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសគុណភាពទំនិញនិងភាពស្របច្បាប់នៃការនាំចូលទាំងនេះផងដើម្បីគុណភាពទំនិញនិងភាពស្របនៃការនាំចូលទំនិញដើម្បីធានានៅសុខភាពរបស់ប្រជាពលរដ្ឋអង្គភាពសារព័ត៌មានយើងខ្ញុំផ្សាយនេះក្នុងគោលបំណងជាទុនព័ត៌មានជួយបំពេញស្ថាបនានិងការពារផលប្រយោជន៍សាធារណៈតែប៉ុណ្ណោះយើងខ្ញុំរងចាំការបកស្រាយនិងបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធក៏ដូចជាមន្ត្រីសមត្ថកិច្ចគ្រប់ពេលម៉ោងធ្វើការដើម្បីឲ្យព័ត៌មានកាន់តែមានសុក្រិតនិងគ្រប់ជ្រុងជ្រោយសូមអរគុណ